សួស្តីប្រិយមិត្ត MN និទានមរណៈស្វាគមន៍សាជាថ្មីជាមួយនឹងសាច់រឿងថ្មីហើយនៅថ្ងៃនេះដែរ admin សូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកស្ដាប់សាច់រឿងមួយទៀតហើយដែលមានចំណងជើងថារឿងខ្មោចក្រមុំចងអាឃីតមានរឿងពិតខ្លះស្ដាប់ទៅដូចជាល្ខោននិយាយអញ្ចឹងនោះក៏ព្រោះតែល្ខោននិយាយចេះតែបញ្ចេញបញ្ចូលយករឿងពិតមកលីឡំច្រើនពេកតែរឿងដែលលើកយកមកនិយាយតាក់ទងទៅនឹងវិញ្ញាណចងអាឃាតរបស់ក្រមុំវ័យស្នេហ៍នេះគឺជារឿងពិតនិងមានដំណើររឿងដូចជាល្ខោននិយាយអញ្ចឹងកាលពីសម័យដើមមានភូមិដាច់ស្រយាលមួយត្រូវបានគេជឿថាជាភូមិមានមហិទ្ធិឫទ្ធិនោះស្ថិតនៅត្រង់គុម្ពចេកមួយដ៏ធំដែលជាកន្លែងរបស់វិញ្ញាណក្រមុំវ័យស្នេហ៍នេះឯងកាលពីជំនាន់នោះក្នុងមួយឆ្នាំឫទ្ធិនោះនឹងសម្ដែងឲ្យឃើញតែម្ដងនិងបើមិនផ្ដាច់ជីវិតបរិសុទ្ធទេក៏បន្លាចឲ្យបះរោមលេងដែររហូតមកដល់សប្តាហ៍នេះទោះបីជាគុម្ពចេកមិនសូវសម្ដែងឫទ្ធិឲ្យឃើញញឹកញាប់ក៏ដោយប៉ុន្តែអ្នកដែលរស់នៅម្ដុំនោះនៅតែគោរពកោតក្រែងដដែលគេនៅតែធ្វើការសែនព្រេននិងរក្សាគុម្ពចេកនោះទុកមិនហ៊ានកាប់ឬធ្វើឲ្យមានការប៉ះពាល់ឡើយវិញ្ញាណក្រមុំវ័យស្នេហ៍នៅគុម្ពចេកនោះមានរឿងនិយាយគ្នាជាបន្តបន្ទាប់មកថានៅត្រង់នោះគឺជាកន្លែងណាត់ជួបរបស់កំឡោះក្រមុំមួយគូបុរសឈ្មោះនាយអសុម៉ាណេនិងក្រមុំនោះឈ្មោះនាងហ្វាទីម៉ានាងហ្វាទីម៉ាស្អាតផុតស្រីៗនៅក្នុងភូមិមានកូនអ្នកមានឬកូនប្រធានភូមិមេក្រុមជាច្រើនតាមស្រឡាញ់នាងប៉ុន្តែនាងហ្វាទីម៉ាគ្មានចិត្តស្រឡាញ់វិញទាល់តែសោះនាងបែរទៅជាចាប់អារម្មណ៍ទៅនឹងកំឡោះត្រាច់ចរម្នាក់ដែលមកស៊ីឈ្នួលធ្វើស្រែឲ្យម្ចាស់ស្រែនៅចិត្តនាងទៅវិញកំឡោះនោះឈ្មោះនាយអាសូម៉ាណេគេមានទីលំនៅឬញាតិមិត្តឪពុកម្ដាយនៅទីណាក៏មិនដឹងដែរដឹងត្រឹមតែថាគេជាកំឡោះដែលឧស្សាហ៍ព្យាយាមធ្វើការងារគ្រប់បែបយ៉ាងគេមានរូបរាងសង្ហានិងមានរាងកាយមាំមួនព្រមទាំងចេះស្គាល់ខ្ពស់ស្គាល់ទាបទៀតផងនាងហ្វាទីម៉ាក៏បានទៅពិធីបុណ្យនោះជាមួយនឹងឪពុកម្ដាយរបស់នាងដែរអាចមកពីបុព្វេសន្និវាសដែលធ្វើឲ្យនាងហ្វាទីម៉ាចាប់អារម្មណ៍លើនាយអាសូម៉ាណេដែលជាកូនឈ្នួលគ្មានពេលទំនេរឬមានពេលខ្លះត្រូវនាយអាសូម៉ាណេមិនបានសម្ដែងអាការៈខឹងឬមានប្រតិកម្មណាមួយប្រឆាំងតបតទៅនឹងម្ចាស់វិញដែរនាយនៅតែញញឹមទទួលពាក្យចេស្ដីពីម្ចាស់ឬសុំទោសម្ចាស់ថែមទៀតផងទោះជាខ្លួនខុសក៏ដោយត្រូវក៏ដោយរឹតតែជាទីពេញចិត្តដល់នាងហ្វាទីម៉ាបំផុតនោះគឺនៅពេលដែលពិធីបុណ្យនោះឯងមានក្របីឡានកមួយក្បាលបោលចូលមកចំពីមុខផ្ទះបានបំផិតបំភ័យភ្ញៀវដែលមកចូលរួមនៅក្នុងពិធីបុណ្យនោះឲ្យស្លន់ស្លោគ្រប់គ្នាសូម្បីតែកំឡោះជាច្រើនអ្នកដែលកំពុងឈរជជែកចាយចង់នាយហ្វាទីម៉ាក៏នាំគ្នារត់អស់ដែរនៅពេលដែលឃើញក្របីឡានកបោលស្លេវចូលមកនាងហ្វាទីម៉ាភ័យស្លន់ស្លោមុខសេកស្លាំងឈររឹងខ្លួនឈានជើងរត់មិនរួចចេញនៅពេលដែលក្របីនោះកំពុងបោលចូលសម្ដៅមកយ៉ាងសាហាវមួយប្រពេចភ្នែកប៉ុណ្ណោះនាយអាសូម៉ាណេក៏រត់ចូលទៅព្រមជាមួយនឹងដំបងមួយផងបានចូលស្កាត់ក្របីឈួតនោះមុននឹងវាមកដល់ខ្លួននាងហ្វាទីម៉ានៅសល់តែពី3ជំហានទៀតប៉ុណ្ណោះក្របីនឹងមកដល់ហ្វាទីម៉ាតែត្រូវនាយអាសូម៉ាណេមកទាន់ក៏វាក់មួយដំបងកដៃនោះត្រូវចំក្របីរហូតដល់ដំបងនោះបាក់ផងក្របីសាហាវនោះស្រែកលាន់ដូចជាត្រូវគេយកកំបិតមកចាក់កវាដកថយទៅវិញភ្លាមដែរចំណែកឯនាយអាសូម៉ាណេវិញស្ទាតដោយសារតែកម្លាំងក្របីវត្តប៉ះដំបងភ្លាមនោះម្ចាស់ផ្ទះក៏កេណ្ឌមនុស្សឲ្យមកទប់ទល់ទៅនឹងក្របីសាហាវមួយនោះដោយប្រើកាំភ្លើងបាញ់វិញសម្លាប់វាទៅនឹងកន្លែងឪពុកម្ដាយរបស់នាងហ្វាទីម៉ាប្រញាប់រត់ចូលមកជួយកូនស្រីដែលត្រូវខ្យល់គេដួលជ្រោបទៅនឹងទីនោះ
ចំណែកឯនាយអាសូម៉ាណេក៏ត្រូវឆ្លោះដៃម្ខាងដែរតែអាចក្រោកឈរបានប៉ុន្តែត្រូវព្យាបាលដៃម្ខាងនោះអស់ច្រើនថ្ងៃនោះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាងហ្វាទីម៉ាមានអារម្មណ៍នឹកដល់បុណ្យដែលនាយបានជួយជីវិតនាងជាការពិតណាស់ប្រសិនបើនាយអាសូម៉ាណេមើលប្រថុយស្លាប់ចូលទៅស្កាត់ក្របីឈួតនោះពិតជាជីវិតរបស់នាងហ្វាទីម៉ាត្រូវបញ្ចប់នៅពេលនោះដែរការមកសួរសុខទុក្ខនៅពេលដែលនាយអាសូម៉ាណេត្រូវព្យាបាលឆ្លោះដៃនិងការជួបគ្នាជាញឹកញាប់ក្រោយពីដៃជានោះបានធ្វើឲ្យនាងហ្វាទីម៉ាព្រមទទួលស្គាល់ខ្លួនឯងថានាងបានសាងស្នេហ៍លើនាយអាសូម៉ាណេហើយព្រោះតែភាពជាកូនប្រុសពេញតួរបស់គេចំណែកនាយអាសូម៉ាណេវិញនៅតែមិនទាន់ហ៊ានសម្ដែងចេញមកថាបេះដូងរបស់នាយក៏ពេញចិត្តទៅនឹងនាងហ្វាទីម៉ាសម្បើមនោះដែរដោយសារតែនាយគិតថាខ្លួននាយក៏មានឋានៈតិចតៀបពេកតែភាពស្និទ្ធស្នាលគ្នាញឹកញាប់ជាមួយទៅនឹងពេលវេលាដែលកន្លងផុតទៅបានធ្វើឲ្យអ្នកទាំងពីរមិនអាចនឹងលាក់អារម្មណ៍ដែលខប់ជ្រៅនៅក្នុងបេះដូងបានទៀតទេទីបំផុតគេក៏សារភាពដល់គ្នានឹងគ្នានៅយប់មួយដែលគេបានណាត់ជួបគ្នានៅក្រោមដើមឈើក្បែរមាត់ផ្លូវសេចក្តីស្នេហាធំធេងរបស់កំឡោះកំណុំទាំងពីរនាក់បានធ្វើឲ្យគេណាត់ជួបគ្នាជាញឹកញាប់ដើម្បីសម្ដែងនៅសេចក្តីស្នេហាចំពោះគ្នាមិនយូរប៉ុន្មានអកំបាំងស្នេហារបស់ពួកគេក៏លេចលឺទៅដល់ឪពុកម្ដាយរបស់នាងហ្វាទីម៉ាសេចក្តីស្រឡាញ់ធ្វើឲ្យឪពុកម្ដាយរបស់នាងហ្វាទីម៉ាបោះពាក្យសម្ដីយ៉ាងដាច់ខាតដល់ម្ចាស់របស់នាយអាសូម៉ាណេសូមឲ្យដេញក្បាលកូនឈ្នួលកំឡោះនោះចោលទៅបើមិនដូច្នេះទេនឹងកាត់មានរឿងកាប់ចាក់គ្នានោះដែរឪពុកម្ដាយរបស់នាងហ្វាទីម៉ាក៏បង្ខាំងកូនស្រីទុកមិនព្រមឲ្យចេញពីផ្ទះជាដាច់ខាតភាគីខាងម្ចាស់របស់នាយអាសូម៉ាណេវិញគិតថាខ្លួននាយក៏ជាមនុស្សម្នាក់ដែលរឿងអីដែលត្រូវឲ្យឪពុកម្ដាយរបស់នាងហ្វាទីម៉ាបញ្ជាស្រេចតែចិត្តនោះម្យ៉ាងទៀតនាយកំពុងតែពេញចិត្តពេញថ្លើមទៅនឹងការងាររបស់ខ្លួនផងដូច្នេះខ្លួនបានសម្រេចចិត្តមិនព្រមដេញនាយអាសូម៉ាណេចោលឡើយចំណែកឯនាយអាសូម៉ាណេបានព្រាត់ប្រាសពីរសជាតិស្នេហ៍ដ៏ផ្អែមល្ហែមពីក្រមុំហ្វាទីម៉ាដែលជាទេពធីតាដួងចិត្តកំពូលស្នេហ៍គួរឲ្យអាសូរពេលប្រលប់ម្ដងគេតែងតែរងចាំស្រីស្នេហ៍នៅក្រោមដើមឈើធំក្បែរមាត់ផ្លូវនោះជានិច្ចគេព្យាយាមរងចាំនាងរាល់យប់មិនដែលខានឡើយប៉ុន្តែនាយត្រូវខកអំណងរហូតព្រោះស្រីស្នេហ៍ត្រូវបានបង្ខាំងទុកគ្មានថ្ងៃលើកលែងឡើយយប់មួយនៅពេលដែលនាយអាសូម៉ាណេកំពុងតែអង្គុយបណ្ដែតអារម្មណ៍គិតដល់ក្រមុំហ្វាទីម៉ាស្រាប់តែនាយភ្ញាក់ផ្អើលយ៉ាងចម្លែកនៅពេលដែលនៅសុកស្រាប់តែឃើញគូស្នេហ៍កំពូលដួងចិត្តលេចមុខព្រមទាំងត្បូងខ្លួនចូលមកក្នុងរង្វង់ដៃរបស់គេនាងបរិយាយប្រាប់គូស្នេហ៍កំសត់ថារូបនាងត្រូវឪពុកម្ដាយបង្ខាំងមិនឲ្យចេញទៅណាឡើយថ្ងៃនេះនាងគេចចេញពីកន្លែងឃុំឃាំងបានដោយសារតែតោងបង្អួចលោតចុះពីលើផ្ទះប្រសិនបើមិនបានជួបបងនៅទីនេះទេអូននឹងរងចាំមិនព្រមត្រឡប់ទៅផ្ទះវិញជាដាច់ខាតនាងបញ្ជាក់ពីការពិតចំពោះស្នេហានៅពេលដែលពួកគេទាំងពីរនាក់កំពុងតែដោះដូងសេចក្តីស្នេហាដល់គ្នានៅទីនោះស្រាប់តែឪពុករបស់នាងហ្វាទីម៉ាជាមួយនឹងកូនស្រីនិងកូនប្រុសពីរបីនាក់ទៀតបានតាមមកឃើញហេតុការណ៍ដ៏ធ្ងន់ធ្ងរនឹកស្មានមិនដល់ក៏កើតឡើងនៅពេលនោះដែរឪពុករបស់នាងហ្វាទីម៉ាកន្ត្រាក់កូនស្រីចេញពីរង្វង់ដៃរបស់នាយអាសូម៉ាណេរួចក៏បង្កប់ឲ្យកូនប្រុសចោមរោមកាប់ចាក់អាសូម៉ាណេស្លាប់នៅចំពោះមុខភ្លាមមួយរំពេចនាងហ្វាទីម៉ាត្រដាប់ត្រដួសស្រែកទ្រហោយំស្រវាចូលទៅអោបសពនាយអាសូម៉ាណេដែលជាសង្សារដ៏សែនស្រឡាញ់ស្មើនឹងជីវិតនាងយំទួញសោកសង្រេងស្ទើរតែដាច់ខ្យល់ស្លាប់ឪពុករបស់នាងព្យាយាមទាញកន្ត្រាក់នាងអូសត្រឡប់ទៅផ្ទះវិញតែនាងមិនព្រមនាងនៅតែអោបសពសង្សារបណ្ដោះចិត្តយ៉ាងណែនមិនព្រមលែងសោះរហូតឪពុករបស់នាងខឹងខ្លាំងពេកក៏វាយទាត់ធាក់នាងរួចកន្ត្រាក់អូសយ៉ាងពេញទំហឹងនាងហ្វាទីម៉ា
ដល់ក៏ខ្លាំងពេកដល់ថ្នាក់ភ្លេចខ្លួននាងក្រោកឡើងតស៊ូជាមួយនឹងឪពុកខ្លួនឯងព្រមទាំងជេរចង់គំនុំជាមួយនឹងពួកប្អូនៗដែលជឿតាមឪពុកព្រួតដៃគ្នាសម្រាប់សង្សាររបស់នាងនៅចំពោះមុខមិនតែប៉ុណ្ណោះនាងបានផ្ដន់ទាទោសឪពុករបស់នាងថាជាបរិសុទ្ធចិត្តអាក្រក់បំផុតនិយាយតែប៉ុណ្ណឹងនាយហ្វាទីម៉ាក៏ក្រឡោះរួចដៃពីឪពុកស្ទុះទៅកន្ត្រាក់កាំបិតចុងស្រួចពីដៃប្អូនម្នាក់នោះរួចបោះពួចសំដៅរកសពរបស់នាយអាសូម៉ានេទាំងបុកចុងកាំបិតចូលក្នុងករបស់ខ្លួនលិចបាត់ដដងនាងប្រកាច់អោបសពរបស់នាយអាសូម៉ានេហើយដាច់ចោលស្លាប់តាមកំពូលស្នេហ៍ព្រាមមួយរំពេចព្រោះតែខ្លាចមានរឿងឪពុករបស់នាងហ្វាទីម៉ាបញ្ជាឲ្យកូនចាត់ការជីករណ្ដៅកប់សពនាយអាសូម៉ានេនិងកូនស្រីរបស់ខ្លួននៅពេលនោះតែម្ដងព្រមទាំងបញ្ជាឲ្យលាក់ដំណឹងនេះឲ្យស្ងាត់បើមានអ្នកណាសួរដល់រឿងនាយហ្វាទីម៉ាឲ្យប្រាប់ថារត់តាមនាយអាសូម៉ានេបាត់ទៅហើយក្រោយពីនោះមកការរីកចម្រើនរបស់ប្រទេសជាតិបានប្រែក្លាយទៅតំបន់នោះបន្តិចម្ដងទីកន្លែងដែលវិញ្ញាណចង់អាឃាតរបស់នាយអាសូម៉ានេនិងនាយហ្វាទីម៉ាក៏ត្រូវបានគេលក់ពីម្ចាស់មួយទៅម្ចាស់មួយទៀតដើមឈើធំនៅក្បែរនោះក៏ត្រូវគេកាប់រលំយកទៅសង់ផ្ទះសម្បែងអស់យប់មួយស្រីម្ចាស់ផ្ទះដែលរស់នៅភូមិនោះបានយកសពថាបើអ្នកកាប់ដើមឈើនេះហើយសូមអ្នកដាំចេកជំនួសគល់ឈើមួយគុំវិញផងហើយអ្នកត្រូវការពារត្រង់នោះកុំឲ្យអ្នកណាចូលទៅរំខានជាដាច់ខាតកុំឲ្យកាប់ដើមចេកនោះចោលតែបើវាមានផលអាចកាច់យកទៅតាមសេចក្តីត្រូវការបានយើងត្រូវការរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខនិងសូមកុំឲ្យអ្នកណាមកប្រឆាំងឬរំខានយើងទៀតស្ត្រីដែលសុបិននោះមានការផិតភ័យណាស់ក៏ចាត់ចែងដើមចេកឡើងតាមសុបិនអ្នកដែលរស់នៅក្នុងភូមិនោះមានការរីកចម្រើនរុងរឿងនិងមានសេចក្តីសុខរហូតគ្រួសារដែលរស់នៅទីនោះសពថ្ងៃគេជឿជាក់ថាគេនាំគ្នាខំរក្សាគុម្ពចេកនោះមិនឲ្យអ្នកណាទៅរំខានឡើយថ្ងៃល្អខែល្អគេនឹងបង្ហាញខ្លួនឲ្យឃើញជានិច្ចម្ចាស់ភូមិនៅទីនោះប្រាប់សប្តាហ៍ថ្ងៃនេះប្រសិនបើមានអ្នកណាមិនជឿចង់ទៅសាកល្បងកាប់ដើមចេកនោះចោលពិតជារដ្ឋអំណាចនឹងប្រហារឲ្យខ្សែជីវិតភ្លាមកន្លងមកមានអ្នកស្លាប់ដោយសារតែមិនព្រមជឿជាច្រើនអ្នកមកហើយព្រោះគេទៅរំខានដោយកាប់ដើមចេកនោះចោលសាច់រឿងនេះក៏បានមកដល់ទីបញ្ចប់ដែរសម្រាប់ជំនឿមិនថាបងប្អូនជឿឬក៏មិនជឿទេតែសូមកុំប្រមាថបំណងល្អពី admin MN និទានមរណៈសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា